រៀបសួរទៅកាន់បងប្អូនទាំងអស់គ្នាក៏ដូចជាជំរាបសួរទៅកាន់លោកពូផៃវណ្ណៈហើយមិញនេះខ្ញុំបានឃើញលោកពូផុសថាខ្ញុំបានគម្រាមកំហែងលោកពូចង់ប្តឹងលោកពូចានេះខ្ញុំសូមចោទសួរទៅកាន់លោកពូក្នុងនាមខ្ញុំជាមនុស្សស្រីម្នាក់ដែលខ្ញុំវីដេអូខ្ញុំបានលុបផុសឲ្យមួយលោកពូចាវីដេអូជាក់ស្ដែងនៅក្នុង page របស់ខ្ញុំថាតើខ្ញុំកឹមលីសានេះបានប្រើពាក្យចោទប្រកាន់ឬក៏បានប្រើពាក្យគំរាមកំហែងប្តឹងទៅលោកពូនៅចំណុចណាមួយណាលោកពូខ្ញុំអត់ចង់ឈ្នះចាញ់ទេគ្រាន់ថាខ្ញុំសូមសម្ដែងភាពស្អាតស្អំរបស់ខ្ញុំក្នុងនាមជាមនុស្សស្រីដែលលោកពូខ្ញុំអត់ដឹងថាខ្ញុំមានគំនុំអីមួយលោកពូឬក៏ខ្ញុំទៅធ្វើអីប៉ះពាល់លោកពូពីការណាមកព្រោះដោយសារតែខ្ញុំអត់ដែលស្គាល់លោកពូទេចាមិនដែលស្គាល់គ្នាចង់និយាយចឹងខ្ញុំធ្លាប់តែឃើញលោកពូតាមបណ្ដាសារព័ត៌មានឬក៏តាមសង្គមអីចឹងទៅខ្ញុំក៏ជាអ្នកគ្រប់គ្រងសម្ដីលោកពូដែរហើយនឹងការធ្វើល្អរបស់លោកពូក៏ប៉ុន្តែខ្ញុំអត់យល់ថាថ្ងៃនេះហេតុអីបានជាលោកពូមកចោទសួរខ្ញុំថាមកទៅជាចោទប្រកាន់ខ្ញុំថាខ្ញុំចង់ប្តឹងលោកពូព្រោះដោយសារតែខ្ញុំអត់មានប្រើពាក្យពេចទៅកាន់បងប្អូនណាមួយឬក៏ប្រើពាក្យពេចទៅកាន់លោកពូថាខ្ញុំចង់ប្តឹងលោកពូទេហើយខ្ញុំក៏គ្មានបំណងចង់ប្តឹងអ្នកណាដែរខ្ញុំសូមបញ្ជាក់រឿងនេះគឺខ្ញុំដឹងថាគឺជារឿងដែលបងប្អូនយល់ច្រឡំចាហើយមួយទៀតខ្ញុំអត់យកការប្តឹងផ្ដំមកញ៉ៃនៅក្នុងសង្គមហ្នឹងឯងលោកពូព្រោះសម្ដេចពុកគាត់បាននិយាយឲ្យបញ្ចប់ការជេរបចោគ្នាអញ្ញៃឬក៏ធ្វើឲ្យវឹកវរក្នុងសង្គមអញ្ចឹងខ្ញុំគោរពតាមសម្ដេចពុកប្រសារបស់សម្ដេចពុកហើយខ្ញុំសូមបញ្ជាក់ថាខ្ញុំជាមនុស្សស្រីខ្ញុំអត់មានអីទៅតតាំងជាមួយអ្នកទាំងអស់គ្នាទេចាហើយខ្ញុំអត់បាននិយាយនេះគឺខ្ញុំអត់បាននិយាយជេរបចោអ្នកណាឬក៏ហើយខ្ញុំសូមផ្ដាំទៅអ្នកខ្លះដែលគាត់ឲ្យខ្ញុំនឹងដូចថាឲ្យខាងក្រសួងពាក់ព័ន្ធអញ្ជើញខ្ញុំទៅអប់រំរឿងអីលោកពូខ្ញុំនិយាយភាសាថ្លៃធ្នូណាស់នៅក្នុង podcast ហ្នឹងហើយការដែលខ្ញុំនិយាយនោះក៏ខ្ញុំបានលើកឡើងមកដែរចាខ្ញុំបានលើកឡើងមកខ្ញុំថាដោយពាក្យគេនិយាយក្នុង TikTok ចាពូឃើញអត់ក្នុង TikTok ពីណាគេលេងភាសានឹងដែរអញ្ចឹងបើសិនជាអញ្ជើញខ្ញុំទៅអប់រំអញ្ចឹងគួរតែអញ្ជើញទាំងអស់គ្នាទៅព្រោះពាក្យហ្នឹងមិនមែនតែខ្ញុំជាអ្នកនិយាយទេគឺគេនិយាយតាំងពីដើមមកហើយអាពាក្យប្រៀបធៀបអីនឹងលេងសើចអីនឹងមិនមែនចេះតែនិយាយចំនួនខ្ញុំនឹងទេគឺនិយាយតាំងពីចំនួនដើមមកហើយអាភាសាអស់នឹងនោះចាសូម្បីតែមានមនុស្សប្រុសខ្លះក៏ប្រើភាសានឹងដែរមីឆ្កែណាក៏ដូចមីឆ្កែណាអីនិយាយមកដូចគ្នាហេតុអីបានយកមកប្រកាន់ខ្ញុំកុំយករឿងបងសុបិនឲ្យមកអូសទាញខ្ញុំពាក់ព័ន្ធណាព្រោះដោយសារតែ podcast ហ្នឹងគឺខ្ញុំនិយាយរយៈពេល1ឆ្នាំជាងហើយមិនមែនវីដេអូថ្មីទេអញ្ចឹងខ្ញុំសូមសំណូមពរកុំយកខ្ញុំមកពាក់ព័ន្ធក្នុងរឿងចាំមកពាក់ព័ន្ធរឿងថ្មីហើយខ្ញុំក៏សូមផ្ដាំទៅដល់បងប្អូន influencer ផ្សេងដែរនាំគ្នារងចាំភ័យខ្លួនទៅហើយព្រោះដោយសារតែ MMO គាត់ព្យាយាមសាររើហើយចាគាត់ព្យាយាមសាររើរឿងចាស់រឿងអីយកមកវាយប្រហារដើម្បីឲ្យភ័យគាត់បានល្បីខ្ញុំអត់ចង់ល្បីទេហើយខ្ញុំក៏អត់ចង់មានរឿងដែរខ្ញុំអត់ចង់ឲ្យមានរឿងអញ្ញៃក្នុងសង្គមឆ្លោះគ្នាទៅវិញទៅមកអីអត់ទេសូមកុំយកខ្ញុំទៅលាបពណ៌ហើយសូមកុំចោទប្រកាន់ថាខ្ញុំចង់ប្តឹងអ្នកណាខ្ញុំអត់មានចង់ប្តឹងអ្នកណាទេសម្រាប់ខ្ញុំអត់ចង់ឲ្យសង្គមមួយនឹងវឹកវរទេខ្ញុំគោរពតាមប្រសាសន៍សម្ដេចពុកគាត់អត់ឲ្យមានសង្គមនឹងវឹកវរទៀតទេអត់មានឲ្យមានការជាបចោលលៀបពណ៌បំភ្លឺអីឬក៏ឲ្យសង្គមមួយនឹងវាអញ្ញៃជាពិសេសសង្គមខ្មែរយើងខ្ញុំគោរពតាមប្រសាសន៍សម្ដេចពុកអញ្ចឹងខ្ញុំអត់អញ្ញៃទេអញ្ចឹងសូមកុំយកខ្ញុំទៅលៀបពណ៌ដូចខ្ញុំនិយាយចឹងខ្ញុំសូមតែប៉ុណ្្នឹងកុំធ្វើបាបខ្ញុំជាមនុស្សស្រីម្នាក់ឯងខ្ញុំអត់ចង់ចាញ់ឈ្នះអ្នកណាទេគ្រាន់តែខ្ញុំរក្សាភាពស្អាតស្អំរបស់ខ្ញុំដែលចោទប្រកាន់ខ្ញុំចោទប្រកាន់មកលើខ្ញុំហើយព្យាយាមលៀបពណ៌ខ្ញុំសូមអត់ទទួលយកខ្ញុំសូមតែប៉ុណ្្នឹងការដែលខ្ញុំនិយាយទៅគឺខ្ញុំនិយាយហេតុផលត្រឹមត្រូវខ្ញុំនិយាយដោយការគោរពហេតុអីបានជាខ្ញុំទទួលការតបស្នងមកវិញបែបហ្នឹងចុះលោកពូជាប្រុសពូអត់អាចអភ័យឲ្យខ្ញុំបានទេហេតុអីបានពូនិយាយភាសាអញ្ចឹងមកខ្ញុំនិយាយថាខ្ញុំហ្នឹងទៅជាខ្ញុំហ្នឹងចង់ប្តឹងលោកពូខ្ញុំអត់មានទាន់បានប្រើពាក្យណាប្តឹងផ្ដាល់អ្នកណាឬក៏មហាជនណាមួយទេវីដេអូខ្ញុំទាំងអស់ផុសរបស់ខ្ញុំទាំងអស់រយៈពេលក្រោយនឹងគឺខ្ញុំអត់មានបានលុបទេអញ្ចឹងសូមមហាជនទាំងអស់ចូលស្ដាប់ឡើងវិញថាតើខ្ញុំបានប្រើពាក្យចង់ប្តឹងអ្នកណាមួយនៅបើសិនជាខ្ញុំបានប្រើពាក្យចង់ប្តឹងអ្នកណាមួយមែនណាយកពាក្យនឹងមកប្តឹងខ្ញុំវិញមកខ្ញុំនៅទីនេះខ្ញុំអត់រត់ទៅណាទេ
ខ្ញុំនៅទីនេះប្រឈមមុខមួយអ្នកទាំងអស់គ្នាសុំតែប៉ុណ្ណឹងពាក្យដែលខ្ញុំនិយាយទៅកាន់បងប្អូនគឺខ្ញុំសុំកុំយកខ្ញុំទៅធ្វើបាបកុំយកខ្ញុំទៅជិះជាន់អញ្ចឹងនេះជាការសុំមិនមែនខ្ញុំចេញមកគម្រាមកំហែងអ្នកណាគេនិយាយអីដាក់ខ្ញុំប្តឹងអីអត់ទេខ្ញុំសូមបញ្ជាក់ថាខ្ញុំអត់បានប្រើពាក្យប្តឹងមួយម៉ាត់ព្រោះខ្ញុំដឹងថាសង្គមនេះប្រើពាក្យប្តឹងអត់បានទេវាអត់មានផលប្រយោជន៍អីទេរឿងក្នុងសង្គមបញ្ចប់ទៅក្នុងសង្គមខ្ញុំអត់យកឲ្យវាមកញ៉ៃញ៉ៃពាក់ព័ន្ធវៈវិននៅក្នុងសង្គមនឹងឲ្យញ៉ៃញ៉ៃទេខ្ញុំគោរពតាមប្រសាសន៍សម្ដេចពុកអរគុណ